សួស្តីបងប្អូននេះហើយជាសកម្មភាពដែលខ្ញុំធ្វើបទបង្ហាញចែកលែកទៅដល់បងប្អូនជាប្រវត្តិយើងក្នុងការវិស័យក្នុងការចំជ្រូកចង់ឲ្យបងប្អូនយល់ដឹងឲ្យបានច្រើនហើយត្រូវបងប្អូនចូលរួមកាត់ថ្ងៃខែតាំងពីថ្ងៃដាក់បាឲ្យច្បាស់លាស់ស្នុកយើងតាមដានមេជ្រូកយើងដល់ពេលវេលាវាកើតថ្ងៃណាដល់អញ្ចឹងទៅបងប្អូនចូលរួមតាមដានទៅវាមានសារៈប្រយោជន៍ល្អច្រើនហើយបងប្អូនខ្លះទៅអត់បានតាមដានកាត់ថ្ងៃថ្ងៃចុះកាសមេខ្លះទៅស្រួលទៅវាកើតពេញទ្រុងបានបងប្អូនដឹងក៏មានចំពោះមេខ្លះទៅវាកូនធំធ្លោះទៅកើតអត់រួចក៏មានចុះកាទៅវាមកត្បៀតគ្នាកើតមិនរួចក៏មានដល់អញ្ចឹងទៅយូរម៉ោងវាអាចខូចកូនក្នុងពោះអស់ក៏មានដែរអញ្ចឹងគាត់ថាភាពជាក់ស្ដែងចង់ឲ្យបងប្អូនយល់ដឹងឲ្យច្បាស់លាស់គឺយើងតាមដានថ្ងៃខែវាច្បាស់លាស់ដល់ពេលវេលាវាបែកទឹកភ្លោះទៅយើងចាក់ថ្នាំអីយើងការពារអញ្ចឹងទៅបើថាយូរម៉ោងពេលវេលាដែលវាទៅកើតហើយវាយូរយើងត្រូវជួយលូកជួយទាញសម្រួលដើម្បីឲ្យកូនកើតឆាប់បានចេញរួចហេតុអីជួកាសដល់ម៉ោងវាហើយវាក្រកើតវាស្ទះវាធំទៅតែយើងជាម្ចាស់ហ្នឹងទៅជួយសម្រួលលូកទាញវាដើម្បីឆាប់បានកើតចេញមកកុំឲ្យមានបញ្ហាកូននៅក្នុងពោះជួកាសទៅវាដាច់តងផ្សិតតងអីទៅវាអាចដាច់ផ្លូវដង្ហើមវាងាប់ក្នុងពោះក៏មានដែរចឹងមិនថាបងប្អូនចង់ចិញ្ចឹមជ្រូកមេយកកូននេះតើបងប្អូនយល់ដឹងឲ្យបានច្រើនដល់ពេលបងប្អូនយល់ដឹងបានច្រើនទៅក៏វាកើតចេញជាប្រយោជន៍ឲ្យយើងទៅតាមដំណាក់កាលដែលយើងចង់បានចឹងមិនថាបងប្អូនចង់ធ្វើអ្វីមួយត្រូវសិក្សារៀនសូត្រឲ្យច្បាស់លាស់ក្នុងការវិស័យនីមួយបាទអញ្ចឹងសូមអរគុណសូមជម្រាបលាទៅដល់បងប្អូន